នៅពេលដែលយើងទាំងអស់គ្នាសម្រេចចិត្តយ៉ាងច្បាស់នៅក្នុងការទទួលយកព្រះអង្គធ្វើជាព្រះអង្គម្ចាស់និងធ្វើជាព្រះអង្គសង្គ្រោះហើយយើងមិនចាំបាច់ពាក់ខ្សែចង្កេះពាក់ខ្សែកថាឬមួយក៏ពាក់អំបោះក្រហមដើម្បីឲ្យជួយការពារយើងកុំឲ្យគេធ្វើដាក់អំពើមន្តអាគមគាថាត្រូវមកលើយើងនោះឡើយពីព្រោះដោយសារតែយើងមានព្រះដ៏មានគ្រប់ទាំងអំណាចចេស្តាព្រះអង្គជាព្រះដ៏មានព្រះជន្មរស់គង់នៅជាមួយនឹងខ្ញុំហើយនឹងពុកម៉ែបងប្អូនហាឡេលូយ៉ាអាមែនបាទជាដំបូងសូមសរសើរដល់ការដល់ព្រះអង្គនិងសូមថ្វាយសេរីរឿងដល់ព្រះសង្គ្រោះរបស់យើងដែលទ្រង់មានព្រះនាមថាអង្គព្រះយេស៊ូវគ្រីស្ទខ្ញុំបាទសូមគោរពនិងជម្រាបសួរដល់លោកគ្រូអ្នកគ្រូព្រមទាំងពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងព្រះគុណហើយនិងសេចក្តីស្រឡាញ់នៃអង្គព្រះយេស៊ូវគ្រីស្ទអរគុណដល់ព្រះអង្គសម្រាប់សប្តាហ៍ទី4នៃខែទី11នេះខ្ញុំពំនាំព្រះបន្ទូលនៃការក្រើនរំលឹកលើកទឹកចិត្តដល់ខ្ញុំហើយនិងពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងព្រះគម្ពីរលូកាជំពូកទី22ពីខទី39ដល់ខទី46ឥឡូវខ្ញុំចង់ឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាបានអាននៅក្នុងខទី39ជាមួយខ្ញុំម្ដងទៀតសូមបានប្រកាសឲ្យលឺជាមួយគ្នាកាលទ្រង់យាងចេញទៅនោះទ្រង់ទៅឯភ្នំដើមអូលីវតាមទម្លាប់ហើយពួកសិស្សក៏តាមទៅដែរអាមែនមុនពេលដែលស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គសូមពុកម៉ែបងប្អូនទាំងអស់គ្នាបានសម្រុំចិត្តអធិដ្ឋានជាមួយខ្ញុំមុនពេលដែលយើងស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គជាមួយគ្នានៅពេលនេះបិតាដ៏ជាព្រះលើអស់ទាំងព្រះទ្រង់គឺជាស្ដេចលើអស់ទាំងស្ដេចហើយព្រះអង្គគឺជាព្រះម្ចាស់និងជាព្រះអង្គសង្គ្រោះរបស់កូនទាំងអស់គ្នាអើយកូនទាំងអស់គ្នាដែលជាកូនសួនភៀររបស់ព្រះអង្គពិតជាអរព្រះគុណដល់ព្រះអង្គខ្លាំងណាស់សម្រាប់គ្រប់ទាំងព្រះពរព្រះគុណសេចក្តីស្រឡាញ់ដែលព្រះអង្គដ៏ជាព្រះទ្រង់ផ្ដល់សម្រាប់កូនទាំងអស់គ្នាដែលជាកូនស្គនភៀររបស់ព្រះអង្គបិតាអើយនៅពេលបន្តិចទៀតដែលកូនទាំងអស់គ្នានឹងស្ដាប់នៅព្រះបន្ទូលដ៏រស់របស់ព្រះអង្គសូមព្រះអង្គដ៏ជាព្រះទ្រង់ចម្រើនកម្លាំងដល់យើងទាំងអស់គ្នាសូមព្រះអង្គដ៏ជាព្រះទ្រង់ជួយដល់កូនទាំងអស់គ្នាឲ្យកូនទាំងអស់គ្នាបានយល់នៅគ្រប់ទាំងព្រះបន្ទូលរបស់ព្រះអង្គនៅថ្ងៃនេះផងដែរជាពិសេសបិតាអើយសូមព្រះអង្គដ៏ជាព្រះទ្រង់សពប្រហាតីមានព្រះបន្ទូលមកកាន់កូនទាំងអស់គ្នាម្នាក់ៗនៅថ្ងៃនេះដើម្បីឲ្យព្រះបន្ទូលរបស់ព្រះអង្គបានដកជាប់នៅក្នុងដួងចិត្តរបស់កូនទាំងអស់គ្នាប្រយោជន៍ឲ្យកូនទាំងអស់គ្នាបានរស់នៅស្របតាមបំណងប្រហាតីរបស់ព្រះអង្គហើយប្រយោជន៍ឲ្យយើងខ្ញុំកាន់តែមានជំនឿរឹងមាំឡើងថែមទៀតនៅចំពោះព្រះអង្គម្ចាស់ផងដែរបិតាអើយគុណអរគុណដល់ព្រះអង្គខ្លាំងណាស់គុណសូមស្ដាប់ព្រះបន្ទូលដ៏រស់របស់ព្រះអង្គជាមួយគ្នានៅពេលនេះក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនអរគុណដល់ព្រះអង្គថ្ងៃនេះខ្ញុំពំនាំព្រះបន្ទូលដ៏រស់របស់ព្រះអង្គមកជម្រាបជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាគឺជាព្រះបន្ទូលនៃការលើកទឹកចិត្តជាព្រះបន្ទូលនៃការក្រើនរំលឹកដល់ខ្ញុំហើយនិងពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងមេរៀនមួយដែលមានចំណងជើងថាតាមទម្លាប់ពុកម៉ែបងប្អូនទាំងអស់គ្នានៅថ្ងៃនេះគឺយើងទាំងអស់គ្នានឹងនិយាយគ្នាអំពីទម្លាប់ដូច្នេះមុនដំបូងខ្ញុំចង់ឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាយល់អំពីថាតើអ្វីទៅគឺជាទម្លាប់អញ្ចឹងពាក្យទម្លាប់គឺមានន័យថាធ្វើឲ្យធ្លាប់ឬក៏ឲ្យថ្នឹកទម្លាប់ខ្លួនទម្លាប់ចិត្តទម្លាប់ដៃឬក៏ទម្លាប់មាត់នេះគឺជានិយមន័យឬក៏ជាអត្ថន័យនៃពាក្យថាទម្លាប់ហើយពុកម៉ែបងប្អូនទាំងអស់គ្នានៅពេលដែលយើងទាំងអស់គ្នានិយាយអំពីទម្លាប់គឺបែងចែកជាពីរប្រភេទទី1គឺទម្លាប់ល្អហើយទី2គឺជាទម្លាប់អាក្រក់ហើយនៅពេលដែលយើងធ្វើអ្វីមួយឲ្យคล้ายទៅជាទម្លាប់នោះវានឹងធ្វើឲ្យយើងងាយស្រួលនៅក្នុងការធ្វើកិច្ចការទាំងអស់នោះក៏ប៉ុន្តែវាពិបាកនៅពេលដែលយើងធ្វើអ្វីមួយដែលមិនមែនជាទម្លាប់របស់យើងហើយពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងព្រះគម្ពីរបានប្រាប់យើងអំពីមនុស្សម្នាក់ដែលគាត់អត់ទម្លាប់នៅក្នុងការស្លៀកសម្លៀកបំពាក់ដែលជាគ្រឿងសាស្ត្រាវុធឬមួយក៏មួកលង្ហិនឬក៏មួកដៃជាដើមនោះគឺជាលោកដាវីតសូមពុកម៉ែបងប្អូនបានមើលនៅក្នុងព្រះគម្ពីរសាមយូអែលខ្សែទី1ជំពូកទី17ខទី39ជាមួយខ្ញុំទាំងអស់គ្នាខ្ញុំចង់ឲ្យពុកម៉ែបងប្អូនទាំងអស់គ្នា
អានខនេះជាមួយខ្ញុំនោះដាវីតក៏ក្រវ៉ាត់ដាវពីលើគ្រឿងប្រដាប់នោះហើយខំដើរលបងមើលត្បិតមិនដែលបានលោម្ដងសោះរួចទូលទៅសូលថាទូលបង្គំនឹងពាក់គ្រឿងទាំងនេះទៅមិនបានទេត្បិតទូលបង្គំមិនដែលលោម្ដងឡើយដូច្នេះដាវីតក៏ដោះគ្រឿងទាំងនោះចេញអាមែនដាវីតត្រូវទៅច្បាំងជាមួយនឹងកូលីយ៉ាត់ដែលជាមេទ័ពរបស់ពួកផាឡេស្ទីនដូច្នេះហើយស្ដេចសូលក៏បានយកសម្លៀកបំពាក់ដែលជាអាវក្រោះហើយនឹងមួកដែលធ្វើពីលង្ហិនមកឲ្យដាវីតពាក់ហើយដាវីតគាត់អត់ចេះពាក់នោះទេពីព្រោះដោយសារតែគាត់មិនដែលពាក់មួកលង្ហិនឬក៏អាវក្រោះនោះពីមុនមកនោះទេពីព្រោះហេតុអីពីព្រោះដោយសារតែពីមុនគាត់គ្រាន់តែជាអ្នកដែលខ្វៀលជៀមប៉ុណ្ណោះគាត់នៅឯវាលស្រែវាលស្រូវមើលជៀមមើលពពែមើលអីជាដើមដូច្នេះគាត់ស្លៀកពាក់សម្លៀកបំពាក់ធម្មតាមិនដែលពាក់អាវក្រោះឬមួយក៏ពាក់មួកដែលធ្វើពីលង្ហិនយ៉ាងដូច្នោះនោះទេហើយពុកម៉ែបងប្អូនទាំងគ្នាបើទោះបីជាស្ដេចដាវីតគាត់មិនទម្លាប់នៅក្នុងការពាក់អាវក្រោះឬមួយក៏ពាក់មួកលង្ហិនយ៉ាងដូចនេះក៏ប៉ុន្តែអ្វីដែលស្ដេចដាវីតគាត់ទម្លាប់ជាប្រចាំថ្ងៃជារៀងរាល់ថ្ងៃគឺជាការសរសើរដំកើងដល់ព្រះខ្ញុំចង់ឲ្យពុកម៉ែបងប្អូនបានអាននៅក្នុងព្រះគម្ពីរទំនុកដំកើងទំនុកទី34ខ1ជាមួយខ្ញុំសូមបានប្រកាសឲ្យលឺជាមួយគ្នានេះគឺជាទម្លាប់របស់ស្ដេចដាវីតរបស់ព្រះបាទដាវីតតែគាត់តែងតែធ្វើជារៀងរាល់ថ្ងៃហើយជាគំរូសម្រាប់ខ្ញុំហើយនឹងពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យយើងទាំងអស់គ្នាយកទម្លាប់តាមស្ដេចដាវីតសូមបានអានជាមួយខ្ញុំដោយប្រកាសឲ្យលឺខ្ញុំរាប់ជូន1 2 3ខ្ញុំនឹងលើកសរសើរដល់ព្រះយេហូវ៉ាគ្រប់ពេលវេលាសេចក្តីសរសើរពីទ្រង់នឹងនៅក្នុងមាត់ខ្ញុំជានិច្ចអាមែននេះគឺជាអ្វីដែលព្រះបាទដាវីតបានប្រាប់ដល់យើងទាំងអស់គ្នាថាខ្ញុំនឹងលើកសរសើរដល់ព្រះយេហូវ៉ាគ្រប់ពេលវេលាសេចក្តីសរសើរពីទ្រង់នឹងនៅក្នុងមាត់ខ្ញុំជានិច្ចនេះគឺជាទម្លាប់របស់គាត់ដោយសារតែគាត់មានទម្លាប់បែបនេះដូច្នេះគាត់តែងតែសរសើរដំកើងដល់ព្រះអង្គអត់ពិបាកដល់គាត់នោះទេក៏ប៉ុន្តែបើសិនជាយើងអត់ទម្លាប់នៅក្នុងការសរសើរដំកើងដល់ព្រះនោះយើងនឹងពិបាកបាទពីព្រោះដោយសារតែយើងអត់ទម្លាប់ក៏ប៉ុន្តែនៅថ្ងៃនេះព្រះអង្គដូចជាព្រះចង់ឲ្យខ្ញុំហើយនឹងពុកម៉ែបងប្អូនទាំងអស់គ្នារៀនតាមស្ដេចដាវីតគឺទម្លាប់នៅក្នុងការសរសើរដំកើងដល់ព្រះអង្គប្រសិនបើយើងមើលនៅក្នុងព្រះគម្ពីរសាមយូអែលខ្សែទី1ចំពុក17ខទី39ដែលយើងទាំងអស់គ្នាបានអានជាមួយគ្នាមុននឹងគឺមនុស្សមើលមកសូម្បីតែបងប្រុសរបស់គាត់សូម្បីតែស្ដេចសូលគឺមិនជឿថាស្ដេចដាវីតអាចច្បាំងឈ្នះកូលីយ៉ាត់នោះទេក៏ប៉ុន្តែស្ដេចដាវីតគឺគាត់មានជំនឿគាត់ពឹងដល់ព្រះអង្គគាត់តែងតែសរសើរនឹងការដល់ព្រះអង្គដូច្នេះគាត់អាចច្បាំងឈ្នះកូលីយ៉ាត់ដែលជាមេទ័ពដ៏មានមាឌធំរបស់ពួកផាឡេស្ទីនបានគាត់អត់ពឹងអាវក្រោះឬមួយក៏មួកលង្ហិនដែលស្ដេចសូលយកមកបំពាក់ឲ្យគាត់នោះទេពីព្រោះហេតុអីពីព្រោះដោយសារតែគាត់មានព្រះដ៏អស្ចារ្យព្រះដ៏មានគ្រប់ទាំងអំណាចចេស្តាព្រះអង្គជាព្រះដ៏មានព្រះជន្មរស់ព្រះអង្គដ៏ជាព្រះគង់នៅជាមួយគាត់ព្រះអង្គនឹងជួយគាត់ព្រះអង្គដ៏ជាព្រះនឹងការពារដល់គាត់ដូច្នេះត្រង់ចំណុចនេះពុកម៉ែបងប្អូនអរគ្នានៅពេលដែលយើងទាំងអស់គ្នាសម្រេចចិត្តយ៉ាងច្បាស់នៅក្នុងការទទួលយកព្រះអង្គធ្វើជាព្រះអង្គម្ចាស់និងធ្វើជាព្រះអង្គសង្គ្រោះហើយយើងមិនចាំបាច់ពាក់ខ្សែចង្កេះពាក់ខ្សែកថាឬមួយក៏ពាក់អំបោះក្រហមដើម្បីឲ្យជួយការពារយើងកុំឲ្យគេធ្វើដាក់អំពើមន្តអាគមគាថាត្រូវមកលើយើងនោះឡើយពីព្រោះដោយសារតែយើងមានព្រះដ៏មានគ្រប់ទាំងអំណាចចេស្តាព្រះអង្គជាព្រះដ៏មានព្រះជន្មរស់គង់នៅជាមួយនឹងខ្ញុំហើយនឹងពុកម៉ែបងប្អូនអរគ្នាដូច្នេះត្រឡប់មកវិញពុកម៉ែបងប្អូនអរគ្នាគឺសូមឲ្យយើងទាំងអស់គ្នាទម្លាប់នៅក្នុងការសរសើរដំកើងដល់ព្រះអង្គខ្ញុំអត់ដឹងថាពុកម៉ែបងប្អូនដូចខ្ញុំឬអត់នោះទេក៏ប៉ុន្តែសម្រាប់ខ្ញុំនៅពេលដែលខ្ញុំជិះម៉ូតូជាមួយនឹងព្រះអង្គតាមពិតជិះម្នាក់ឯងក៏ប៉ុន្តែសម្រាប់យើងជាអ្នកដែលជឿដល់ព្រះអង្គគឺយើងមានព្រះអង្គគង់នៅជាមួយយើងដូច្នេះខ្ញុំជិះម៉ូតូជាមួយនឹងព្រះអង្គគឺខ្ញុំតែងតែមានទម្លាប់មួយអធិដ្ឋានផងបាទសរសើរនឹងការទៅ
ទៅកាន់ព្រះអង្គផងនេះគឺជាទម្លាប់របស់ខ្ញុំស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គផងជាពេលវេលាដែលខ្ញុំតែងតែធ្វើបែបនោះពីព្រោះវាគឺជាទម្លាប់ហើយអត់ពិបាកដល់ខ្ញុំនោះទេពីព្រោះដោយសារខ្ញុំធ្វើម្ដងហើយម្ដងទៀតតែងតែស្ដាប់ព្រះបន្ទូលតែងតែអធិដ្ឋានហើយតែងតែច្រៀងសរសើរដង្កើងដល់ព្រះអង្គនៅពេលដែលជិះម៉ូតូទៅណាមកណាគឺតែងតែធ្វើបែបនេះគឺជាទម្លាប់ដូច្នេះសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាមានទម្លាប់ដូចជាព្រះបាទដាវីតដែរគឺតែងតែសរសើរដង្កើងដល់ព្រះអង្គគ្រប់ពេលវេលាសូមពុកម៉ែបងប្អូនទាំងអស់គ្នាបានថាតាមខ្ញុំនឹងលើកសរសើរដល់ព្រះយេហូវ៉ាគ្រប់ពេលវេលាអាមែននេះគឺជាពាក្យរបស់ស្ដេចដាវីតហើយសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាយកពាក្យនេះដើម្បីយកមកប្រកាសដែរហើយអនុវត្តដូចជាស្ដេចដាវីតគឺមានទម្លាប់នៅក្នុងការសរសើរដង្កើងដល់ព្រះជាម្ចាស់ផងដែរនៅក្នុងព្រះគម្ពីរលូកាជំពូកទី22ខ39ដល់ខទី46គឺជាអត្ថបទខព្រះគម្ពីរដ៏អស្ចារ្យដែលព្រះអង្គដូចជាព្រះទ្រង់ប្រាប់យើងថាព្រះអង្គដូចជាព្រះទ្រង់យាងទៅដើម្បីអធិដ្ឋានហើយនៅទីនេះប្រសិនបើយើងមើលបរិបទនៃព្រះបន្ទូលរបស់ព្រះអង្គគឺព្រះអង្គដូចជាព្រះទ្រង់អធិដ្ឋានមុនពេលដែលយូដាសអ៊ីស្រាអែលយុទ្ធនាំមនុស្សជាច្រើននាំទាហានជាច្រើនមកចាប់ដល់ព្រះអង្គអញ្ចឹងបើសិនជាចប់នៅក្នុងខ46ហើយពុកម៉ែបងប្អូនអានទៅមុខទៀតនោះពុកម៉ែបងប្អូននឹងឃើញយូដាសអ៊ីស្រាអែលយុទ្ធដែលជាសិស្សរបស់ព្រះអង្គជាសាវករបស់ព្រះអង្គនាំគេឲ្យមកចាប់ព្រះអង្គដើម្បីយកទៅឆ្កាងផងដែរក៏ប៉ុន្តែមុនពេលដែលគេចាប់ព្រះអង្គនៅក្នុងខទី39ព្រះគម្ពីរបានប្រាប់ថាកាលទ្រង់យាងចេញទៅនោះទ្រង់ទៅឯភ្នំដើមអូលីវតាមទម្លាប់ហើយពួកសិស្សក៏តាមទៅដែរខ្ញុំចង់ឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាបានថាតាមខ្ញុំតាមទម្លាប់នៅទីនេះគឺជាទម្លាប់របស់អង្គព្រះយេស៊ូវគ្រីស្ទយើងឃើញព្រះបន្ទូលរបស់ព្រះអង្គបានប្រាប់យើងយ៉ាងច្បាស់ថានោះទ្រង់ទៅឯភ្នំដើមអូលីវតាមទម្លាប់បាទគឺជាទម្លាប់របស់អង្គព្រះយេស៊ូវគ្រីស្ទដែលព្រះអង្គដូចជាព្រះតែងតែយាងទៅឯភ្នំដើមអូលីវជាកន្លែងដែលស្ងប់ស្ងាត់ហើយទីនេះគឺនៅខាងកើតនៃទីក្រុងយេរូសាឡិមព្រះយេស៊ូវគ្រីស្ទជាដដែលម្ដងហើយម្ដងទៀតជារៀងរាល់ថ្ងៃគឺតាមទម្លាប់របស់ព្រះអង្គដូចជាព្រះតែងតែទៅអធិដ្ឋាននៅឯភ្នំដើមអូលីវនេះគឺជាគំរូដែលអង្គព្រះយេស៊ូវគ្រីស្ទចង់ឲ្យយើងទាំងអស់គ្នាធ្វើតាមព្រះអង្គគឺយកទម្លាប់នេះតាមព្រះអង្គសូមឲ្យយើងទាំងអស់គ្នាតែងតែញែកពេលដើម្បីអធិដ្ឋានទៅកាន់ព្រះអង្គដូចជាព្រះតែងតែញែកពេលដើម្បីអធិដ្ឋានពីព្រោះវាគឺជាទម្លាប់ហើយមិនមែនពិបាកដល់ទ្រង់នោះទេពីព្រោះខ្ញុំបានជម្រាបជូនដល់ពុកម៉ែបងប្អូនអរគ្នាហើយថានៅពេលដែលយើងធ្វើអ្វីមួយឲ្យคล้ายទៅជាទម្លាប់នោះគឺងាយស្រួលបាទដូចជាអង្គព្រះយេស៊ូវគ្រីស្ទគឺព្រះអង្គមានទម្លាប់គឺទៅឯភ្នំដើមអូលីវដើម្បីអធិដ្ឋានពុកម៉ែបងប្អូនអរគ្នាមិនថាកលៈទេសៈបែបណានោះទេមិនថាស្ថិតនៅក្នុងស្ថានភាពបែបណានោះទេព្រះយេស៊ូវគ្រីស្ទព្រះអង្គនៅតែអធិដ្ឋានយើងឃើញបើសិនជាយើងស្រមៃមើលនៅទីនេះគឺជាពេលវេលាដែលព្រះអង្គដូចជាព្រះពិបាកព្រះតីមែនទែនគឺព្រះអង្គដូចជាព្រះកំពុងតែជួបទុក្ខលំបាកកំពុងតែជួបបញ្ហាក៏ប៉ុន្តែទោះបើព្រះអង្គដូចជាព្រះទ្រង់ជួបបញ្ហាទ្រង់នឹងជួបនៅទុក្ខលំបាកនៅពេលបន្តិចទៀតក៏ដោយក៏ប៉ុន្តែតាមទម្លាប់របស់ទ្រង់ព្រះអង្គដូចជាព្រះនៅតែយាងទៅភ្នំដើមអូលីវដើម្បីអធិដ្ឋាននេះគឺជាទម្លាប់របស់អង្គព្រះយេស៊ូវគ្រីស្ទចោះសំណួរសួរថាតើទម្លាប់របស់ពុកម៉ែបងប្អូនទាំងអស់គ្នាគឺជាអ្វីថ្ងៃនេះមិនមែនតាមទម្លាប់ពុកម៉ែបងប្អូនទាំងអស់គ្នាក៏ប៉ុន្តែថ្ងៃនេះសូមតាមទម្លាប់អង្គព្រះយេស៊ូវគ្រីស្ទហើយព្រះអង្គដូចជាព្រះបានមានព្រះបន្ទូលនៅក្នុងខទី40ថាលុះដល់កន្លែងហើយគឺជាកន្លែងនៅភ្នំដើមអូលីវនោះគឺព្រះអង្គដូចជាព្រះយាងទៅដល់នឹងហើយគឺទ្រង់មានបន្ទូលទៅកាន់សាវករបស់ព្រះអង្គថាចូលអធិដ្ឋានទៅដើម្បីកុំឲ្យត្រូវសេចក្តីល្បួងឡើយថ្ងៃនេះខ្ញុំចង់ឲ្យពុកម៉ែបងប្អូនអរគ្នាបាននិយាយប្រាប់គ្នាទៅវិញទៅមកថាចូលអធិដ្ឋានទៅចូលអធិដ្ឋានទៅអាមែន
ប្រសិនបើពុកម៉ែបងប្អូនទាំងអស់គ្នាមិនទាន់មានទម្លាប់នៅក្នុងការអធិដ្ឋានជារៀងរាល់ថ្ងៃនៅថ្ងៃនេះចូលអធិដ្ឋានទៅតាមទម្លាប់របស់អង្គព្រះយេស៊ូវគ្រីស្ទពីព្រោះការអធិដ្ឋានគឺជាអាវុធដ៏អស្ចារ្យដើម្បីការពារសេចក្តីល្បួងផងដែរពីព្រោះព្រះយេស៊ូវគ្រីស្ទព្រះអង្គបានមានព្រះបន្ទូលយ៉ាងច្បាស់ថាចូលអធិដ្ឋានទៅដើម្បីកុំឲ្យត្រូវសេចក្តីល្បួងនេះគឺជាព្រះបន្ទូលដែលព្រះអង្គដូចជាព្រះទ្រង់ប្រាប់យើងអំពីអាវុធដ៏អស្ចារ្យនេះគឺជាអាវុធរបស់គ្រីស្ទបរិស័ទដែលអាចការពារពីសេចក្តីល្បួងពីសំណាក់អរិយសត្តាំងពីព្រោះអរិយសត្តាំងវាតែងតែមកល្បួងយើងពីព្រោះអរិយសត្តាំងវាតែងតែរិះរកគ្រប់មធ្យោបាយដើម្បីមកល្បួងយើងឲ្យយើងទាំងអស់គ្នាភ្លេចព្រះអង្គឲ្យយើងទាំងអស់គ្នាដាច់ឆ្ងាយចេញពីព្រះអង្គហើយដើម្បីឲ្យយើងទាំងអស់គ្នាអាចឈ្នះវាបានគឺពឹងដល់ព្រះអង្គទុកចិត្តទៅកាន់ព្រះអង្គតាមរយៈការអធិដ្ឋានដោយជំនឿផងដែរដូច្នេះចូលអធិដ្ឋានទៅតាមទម្លាប់នៃអង្គព្រះយេស៊ូវគ្រីស្ទនៅក្នុងខទី46ព្រះអង្គដូចជាព្រះបានប្រាប់ដល់យើងទាំងអស់គ្នាថាទ្រង់មានបន្ទូលថាហេតុអ្វីបានជាអ្នកដេកលក់ដូច្នេះចូលក្រោកឡើងអធិដ្ឋានចោះដើម្បីកុំឲ្យត្រូវសេចក្តីល្បួងឡើយព្រះបន្ទូលរបស់ព្រះអង្គនៅថ្ងៃនេះព្រះអង្គមានព្រះបន្ទូលជាការក្រើនរំលឹកដល់ខ្ញុំហើយនឹងពុកម៉ែបងប្អូនទាំងគ្នាថាក្រោកឡើងភ្ញាក់ឡើងភ្ញាក់ម៉ោង5ក៏បានម៉ោង6ក៏បានអធិដ្ឋានទៅកាន់ព្រះអង្គតាមទម្លាប់ថ្ងៃនេះគឺតាមទម្លាប់អង្គព្រះយេស៊ូវគ្រីស្ទមិនមែនតាមទម្លាប់របស់យើងភ្ញាក់ម៉ោង8ព្រឹកឬមួយក៏តាមទម្លាប់របស់យើងភ្ញាក់ម៉ោង9ព្រឹកនោះទេក៏ប៉ុន្តែតាមទម្លាប់ព្រះអង្គភ្ញាក់ម៉ោង5ឬក៏ម៉ោង6ដើម្បីក្រោកឡើងហើយអធិដ្ឋានសរសើរនឹងការព្រះអង្គបាទពោលពីអរព្រះគុណទៅកាន់ព្រះអង្គនេះគឺជាព្រះបន្ទូលដែលព្រះអង្គដូចជាព្រះទ្រង់សពរាត្រីមានព្រះបន្ទូលមកកាន់យើងទាំងអស់គ្នានៅថ្ងៃនេះហើយនៅពេលដែលយើងនិយាយអំពីការអធិដ្ឋានយើងមិនអាចមិននិយាយអំពីលោកដានីយ៉ែលនោះទេលោកដានីយ៉ែលមានទម្លាប់នៅក្នុងការអធិដ្ឋានជាប្រចាំមួយថ្ងៃ3ដងតែងតែអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ផងដែរឥឡូវខ្ញុំចង់ឲ្យពុកម៉ែបងប្អូនបានអាននៅក្នុងព្រះគម្ពីរដានីយ៉ែលជំពូកទី6ខ10ជាមួយខ្ញុំកាលដានីយ៉ែលបានដឹងថាសម្បត្តិនោះបានចុះហត្ថលេខាហើយនោះលោកក៏ចូលទៅក្នុងផ្ទះរបស់លោករីឯបង្អួចនៃបន្ទប់របស់លោកខាងក្រុងយេរូសាឡិមក៏នៅចំហលោកលុតជង្គង់ចុះអធិដ្ឋានហើយអរព្រះគុណដល់ព្រះរបស់លោកមួយថ្ងៃ3ដងដូចជាកាលពីមុនអាមែននេះគឺជាព្រះបន្ទូលរបស់ព្រះអង្គដែលព្រះអង្គដូចជាព្រះបានប្រាប់យើងអំពីលោកដានីយ៉ែលលោកដានីយ៉ែលនៅឯបាប៊ីឡូនហើយនៅឯបាប៊ីឡូនពេលនោះគឺស្ដេចដារីយ៉ូសគឺជាអ្នកដែលគ្រងរាជ្យជាអ្នកដែលសោយរាជ្យនៅទីនោះហើយនៅឯបាប៊ីឡូននោះគឺមានច្បាប់ដែលជាច្បាប់មួយចុះហត្ថលេខាដោយស្ដេចដារីយ៉ូសថាបើមាននរណាម្នាក់អធិដ្ឋានទៅកាន់ព្រះរបស់គេនោះនឹងត្រូវចាប់ទៅដាក់នៅក្នុងរូងសឹងដើម្បីឲ្យសត្វសឹងស៊ីដើម្បីឲ្យសត្វតោស៊ីក៏ប៉ុន្តែពុកម៉ែបងប្អូនអរគ្នាយើងឃើញនៅទីនេះជាទម្លាប់របស់លោកដានីយ៉ែលលោកដានីយ៉ែលនៅតែធ្វើតាមទម្លាប់របស់លោកហើយមិនមែនជាទម្លាប់អាក្រក់ទេក៏ប៉ុន្តែគឺជាទម្លាប់ដ៏ល្អអស្ចារ្យគឺគាត់នៅតែលុតជង្គង់ចុះអធិដ្ឋានហើយអរព្រះគុណដល់ព្រះរបស់លោកមួយថ្ងៃ3ដងដូចជាកាលពីមុនសូមពុកម៉ែបងប្អូនទាំងអស់គ្នាបានថាតាមខ្ញុំដូចជាកាលពីមុនអាមែនដូចជាកាលពីមុនគឺសូមបញ្ជាក់ឲ្យយើងទាំងអស់គ្នាបានដឹងថាជាទម្លាប់របស់លោកដានីយ៉ែលដោយសារលោកដានីយ៉ែលតែងតែអធិដ្ឋានឲ្យអរគុណដល់ព្រះអង្គមួយថ្ងៃ3ដងដូច្នេះគាត់នៅតែធ្វើដោយកាលពីមុនពីព្រោះគឺជាទម្លាប់របស់គាត់សំណួរសួរដដែលថាពុកម៉ែបងប្អូនទាំងអស់គ្នាមានទម្លាប់នោះហើយឬនៅប្រសិនបើអត់ទាន់មាននោះទេថ្ងៃនេះចាប់ផ្ដើមទម្លាប់នៅក្នុងការអធិដ្ឋាន
ទៅកាន់ព្រះអង្គម្ចាស់ផងដែរហើយពុកម៉ែបងប្អូនទាំងអស់គ្នាយើងក៏មិនអាចអត់និយាយអំពីលោកប៉ុលហើយនិងលោកស៊ីឡាសដែរនៅពេលដែលយើងនិយាយអំពីការអធិដ្ឋាននៅពេលដែលយើងនិយាយអំពីការសរសើរនឹងការព្រះយើងមិនអាចអត់និយាយអំពីលោកប៉ុលហើយនិងលោកស៊ីឡាសនោះទេសូមអាននៅក្នុងព្រះគម្ពីរកិច្ចការជំពូកទី16ខទី25លូពេលប្រហែលជាកណ្ដាលអាធ្រាត្រប៉ុលនិងស៊ីឡាសកំពុងតែអធិដ្ឋានហើយច្រៀងសរសើរដល់ព្រះឲ្យពួកអ្នកទោសក៏ស្ដាប់ដែរអាមែនពេលមួយលោកប៉ុលហើយនិងលោកស៊ីឡាសគឺត្រូវបានគេចាប់គាត់ដាក់គុកហើយយើងឃើញនៅទីនេះព្រះបន្ទូលរបស់ព្រះអង្គបានប្រាប់ថាប្រហែលជាកណ្ដាលអាធ្រាត្រគឺជាពេលវេលាដែលពងពេញដេកឲ្យពុកម៉ែបងប្អូនអរគ្នាជាពេលវេលានៅប្រហែលជាម៉ោង12យប់បាទជាពេលវេលាដែលយើងកំពុងតែពេញដេកលងលក់ស្រួលក៏ប៉ុន្តែដោយសារតែលោកប៉ុលហើយនិងលោកស៊ីឡាសគាត់មានទម្លាប់នៅក្នុងការអធិដ្ឋានទម្លាប់នៅក្នុងការសរសើរក្នុងការព្រះដូច្នេះទោះបើគាត់នៅក្នុងគុកក៏ដោយស្ថិតនៅក្នុងស្ថានភាពដែលលំបាកលំបិនយ៉ាងណាក៏ដោយក៏ប៉ុន្តែលោកនៅតែអធិដ្ឋានតាមទម្លាប់របស់លោកនៅតែសរសើរនឹងការដល់ព្រះអង្គតាមទម្លាប់របស់លោកហើយការអស្ចារ្យក៏បានកើតមានឡើងទ្វារគុកត្រូវបានរបើកឡើងពុកម៉ែបងប្អូនអរគ្នាដោយសារតែលោកសាវកប៉ុលគឺមានទម្លាប់នៅក្នុងការអធិដ្ឋានទើបបានជាគាត់បានសរសេរព្រះបន្ទូលរបស់ព្រះអង្គផ្ញើទៅកាន់ពួកជំនុំនៅឯទីក្រុងថេសាឡូនីកថាចូលអធិដ្ឋានឥតឈប់ឈរព្រះបន្ទូលរបស់ព្រះអង្គនៅថ្ងៃនេះគឺក៏មកដល់យើងទាំងអស់គ្នាដែលជាក្រុមជំនុំក្តីសុបិនអស្ចារ្យដែរគឺចូលអធិដ្ឋានឥតឈប់ឈរសូមពុកម៉ែបងប្អូនអរគ្នានិយាយប្រាប់គ្នាទៅវិញទៅមកថាចូលអធិដ្ឋានឥតឈប់ឈរអាមែននេះគឺជាព្រះបន្ទូលដ៏រស់របស់ព្រះអង្គដែលព្រះអង្គជាព្រះទ្រង់សពរតីមានព្រះបន្ទូលមកកាន់ខ្ញុំហើយនឹងពុកម៉ែបងប្អូនអរគ្នាដែលយើងទាំងអស់គ្នាជាកូនរបស់ព្រះអង្គជាអ្នកដើរតាមព្រះអង្គជាអ្នកដែលស្រឡាញ់ព្រះអង្គសូមឲ្យយើងទាំងអស់គ្នាអធិដ្ឋានឥតឈប់ឈរពុកម៉ែបងប្អូនអរគ្នាខ្ញុំនឹងលើកយកទម្លាប់ដ៏ល្អទម្លាប់ដ៏អស្ចារ្យរបស់អង្គព្រះយេស៊ូវគ្រីស្ទមួយទៀតគឺនៅក្នុងព្រះគម្ពីរលូកាដដែលក៏ប៉ុន្តែនៅចំពុក4នៅក្នុងខទី16សូមបានអានជាមួយខ្ញុំរួចទ្រង់យាងមកដល់ណាសារ៉េតជាស្រុកដែលទ្រង់គង់នៅពីកូម៉ាក៏ចូលទៅក្នុងសាលាប្រជុំនៅថ្ងៃឈប់សម្រាកតាមទម្លាប់ទ្រង់ហើយឈរឡើងដើម្បីអានមើលគម្ពីរអាមែនជានិច្ចកាលគឺតាមទម្លាប់របស់ទ្រង់មិនថាទ្រង់ទៅដល់ទីណានោះទេនៅក្នុងខនេះគឺព្រះអង្គដ៏ជាព្រះយាងដល់ស្រុកមួយគឺស្រុកណាសារ៉េតជាស្រុកដែលព្រះអង្គដ៏ជាព្រះធ្លាប់គង់នៅពីកុមារភាពរបស់ទ្រង់ហើយទ្រង់មិនចោលទម្លាប់របស់ទ្រង់នោះទេព្រះគម្ពីរបានប្រាប់ថាក៏ចូលទៅក្នុងសាលាប្រជុំនៅថ្ងៃឈប់សម្រាកតាមទម្លាប់ទ្រង់សំណួរសួរថាតើទ្រង់យាងទៅធ្វើអីគឺព្រះអង្គដ៏ជាព្រះទ្រង់យាងទៅដើម្បីសរសើរនឹងការដល់ព្រះអង្គទ្រង់យាងទៅដើម្បីថ្វាយបង្គំដល់ព្រះអង្គដូច្នេះពុកម៉ែបងប្អូនទាំងអស់គ្នាសូមឲ្យយើងទាំងអស់គ្នាមានទម្លាប់នៅក្នុងការញែកពេលហើយចូលមកនៅក្នុងព្រះដំណាក់របស់ទ្រង់នៅថ្ងៃអាទិត្យដើម្បីជួបជុំគ្នាជាមួយនឹងបងប្អូនក្រុមជំនុំដើម្បីថ្វាយបង្គំដល់ព្រះអង្គក៏ប៉ុន្តែបើយើងអត់ទម្លាប់នោះទេវាអាចនឹងពិបាកតែបើសិនជាពុកម៉ែបងប្អូនទម្លាប់ជារៀងរាល់សប្តាហ៍តែងតែមកទីនេះដើម្បីថ្វាយបង្គំដល់ព្រះអង្គឲ្យคล้ายទៅជាទម្លាប់ម្ដងហើយម្ដងទៀតនោះពុកម៉ែបងប្អូនទាំងគ្នានឹងមានភាពងាយស្រួលនៅក្នុងការចូលមកនៅក្នុងព្រះដំណាក់របស់ទ្រង់ដើម្បីថ្វាយបង្គំដល់ព្រះអង្គដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គដើម្បីទទួលព្រះពរពីព្រះអង្គម្ចាស់ផងដែរហើយយើងឃើញនៅទីនេះពុកម៉ែបងប្អូនទាំងគ្នានៅពេលដែលព្រះអង្គដែលជាព្រះចូលទៅក្នុងសាលាប្រជុំនៅថ្ងៃឈប់សម្រាកតាមទម្លាប់របស់ទ្រង់ហើយព្រះគម្ពីរនៅចុងខបានប្រាប់ថាហើយឈរឡើងដើម្បីអានមើលគម្ពីរអង្គព្រះយេស៊ូវគ្រីស្ទព្រះអង្គដ៏ជាព្រះទ្រង់ឈរឡើងដើម្បីអានមើលគម្ពីរនៅពេលដែលព្រះអង្គដ៏ជាព្រះទ្រង់ឈរឡើងដើម្បីអានមើលគម្ពីរយ៉ាងដូចនេះនេះគឺបង្ហាញអំពីការដែលព្រះអង្គដ៏ជាព្រះទ្រង់ស្រឡាញ់ព្រះបន្ទូលរបស់ទ្រង់
ព្រះអង្គដែលជាព្រះគឺគោរពឲ្យតម្លៃព្រះបន្ទូលរបស់ទ្រង់នេះគឺជាអ្វីដែលយើងត្រូវរៀនបានពីអង្គព្រះយេស៊ូវគ្រីស្ទគឺពាក្យឆាឈរឡើងដើម្បីអានមើលគម្ពីរកន្លែងនេះគឺបង្ហាញប្រាប់យើងយ៉ាងដូចនេះឯងគឺព្រះអង្គដែលជាព្រះទ្រង់យកចិត្តទុកដាក់ទ្រង់ឲ្យតម្លៃទ្រង់ស្រឡាញ់ព្រះបន្ទូលរបស់ព្រះអង្គនេះគឺជាទម្លាប់របស់ព្រះអង្គដូច្នេះពុកម៉ែបងប្អូនអរគ្នាសូមឲ្យពុកម៉ែបងប្អូនអរគ្នាមានទម្លាប់ថ្វាយបង្គំព្រះអង្គមានទម្លាប់ស្រឡាញ់គោរពឲ្យតម្លៃទៅលើព្រះបន្ទូលរបស់ព្រះអង្គនោះព្រះអង្គដែលជាព្រះនឹងប្រទានពរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាជាចុងក្រោយពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំមាន6ចំណុចដើម្បីប្រាប់ដល់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយនេះគឺជាទម្លាប់ដ៏អស្ចារ្យសម្រាប់ខ្ញុំហើយនឹងពុកម៉ែបងប្អូនទាំងអស់គ្នាចំណុចទី1សូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាទម្លាប់អរព្រះគុណព្រះអង្គចំណុចទី2សូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាទម្លាប់ថ្វាយបង្គំព្រះអង្គចំណុចទី3សូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាទម្លាប់អធិដ្ឋានទៅកាន់ព្រះអង្គចំណុចទី4សូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាទម្លាប់អានស្ដាប់សេចក្ដីគិតទន្ទិញនិងប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះអង្គចំណុចទី5ទម្លាប់សរសើរនឹងការដល់ព្រះអង្គហើយចំណុចទី6ទម្លាប់ផ្សាយដំណឹងល្អពុកម៉ែបងប្អូនទាំងអស់គ្នាសូមពុកម៉ែបងប្អូនទាំងអស់គ្នាចាប់ផ្ដើមឥឡូវនេះមិនមែនថ្ងៃស្អែកមិនមែនអាទិត្យក្រោយមិនមែនខែក្រោយហើយក៏មិនមែនឆ្នាំក្រោយចាំឆ្នាំថ្មីចាំខ្ញុំចាប់ផ្ដើមទម្លាប់នេះដែរក៏ប៉ុន្តែចាប់ផ្ដើមឥឡូវនេះនៅក្នុងការធ្វើតាមទម្លាប់របស់អង្គព្រះយេស៊ូវគ្រីស្ទមិនមែនធ្វើតាមទម្លាប់អាក្រក់ឬក៏ទម្លាប់មិនល្អរបស់យើងនោះទេដូច្នេះសូមចាប់ផ្ដើមឥឡូវនេះទៅសូមចលអធិដ្ឋានជាមួយខ្ញុំហើយទូសូមដល់ព្រះពីសំនុំពរនាងចំពោះទ្រង់ត្បិតអ្នកណាដែលសូមនោះទ្រង់នឹងប្រទានឲ្យព្រះមិនដែលខានឡើយតែងតែបំពេញជុំខំអធិដ្ឋានពេលប្រខៃល្ងាញយំសំក្រុមដល់ព្រះអង្គដោយសេចក្តីជំនឿជឿចាំយីមិនបោះបង់ដោយសេចក្តីស្មងត្រង់ព្រះគង់ផ្ដល់